សួស្តីបងប្អូនជំនុំចិត្តក៏ដូចបងប្អូននិស្សិតជាទីស្រឡាញ់និងរាប់អានខ្ញុំចង់សួរថាតើបងប្អូនជំនុំចិត្តក៏ដូចជាបងប្អូននិស្សិតកត្តាជោគជ័យទៅបានតើបងប្អូនមានចំណុចពីរនេះដែរទេទីមួយគឺខួរក្បាលនិងបេះដូងតើខួរក្បាលនិងបេះដូងរបស់បងប្អូនជំនុំចិត្តក៏ដូចជាបងប្អូននិស្សិតពីរនឹងសហការគ្នាដែរទេប្រសិនបើខួរក្បាលនិងបេះដូងមិនសហការគ្នាអ្នកនឹងទទួលកត្តាចាំបាច់មួយទាក់ទងនឹងបញ្ហាប្រឈមកត្តាប្រឈមមានន័យថាម៉េចអញ្ចឹងខ្ញុំសូមបញ្យល់អំពីកត្តាទាំងពីរនេះតើបងប្អូនប្រើចំណុចមួយណាក្នុងការគ្រប់គ្រងដែលជាម្ចាស់នៃខ្លួនយើងខួរក្បាលឬក៏បេះដូងដែលជាម្ចាស់ចាបុគ្គលដែលប្រើខួរក្បាលវាសំដៅទៅលើកាតព្វកិច្ចនិងថវិកាកាតព្វកិច្ចនិងថវិកាវាផ្ដោតទៅលើការងារដែលមានប្រសិទ្ធភាពនិងផលិតភាពនិងគុណភាពប៉ុន្តែកត្តាទាំងប្រមាណនេះបើខ្វះបេះដូងក្នុងការរួមចំណែកក៏ធ្វើឲ្យធ្លាក់ចុះនៃកត្តាប្រសិទ្ធភាពផលិតភាពនិងគុណភាពដែរនេះខ្ញុំចង់សួរថាតើក្នុងចំណោមចំណុចទាំងពីរនេះតើមួយណាជាអ្នកគ្រប់គ្រងរីឯកត្តាបេះដូងវាផ្ដោតទៅលើចំណុចទាំង5គេហៅថាអារម្មណ៍ទាំង5បើសិនជាបងប្អូនខ្វះអារម្មណ៍មួយណាក្នុងចំណោមទាំង5គឺក៏វាមានបញ្ហាដែរកត្តាបេះដូងទី1ការតម្លៃទី2ការយល់ចិត្តទី3អារម្មណ៍គិតគូរនិងដឹងពីសុខទុក្ខគ្នាទី4អារម្មណ៍សុវត្ថិភាពទី5អារម្មណ៍ត្រេកអរកាលណាអ្នកមានអារម្មណ៍ទាំង5នេះធ្វើឲ្យភាគីជាដៃគូមានទំនុកចិត្តនៅក្នុងការប្រស្រ័យតាក់ទងគ្នាហើយការប្រស្រ័យតាក់ទងគ្នាវានាំឲ្យមានថាមពលទៅលើការងារដែលយើងប្រើខួរក្បាលដើម្បីបំពេញកាតព្វកិច្ចនាំឲ្យឈានដល់ទទួលបានថវិកាក៏ប៉ុន្តែបើសិនជាខួរក្បាលនិងបេះដូងមិនសហការគ្នាទេវាធ្វើឲ្យមានបញ្ហាហើយបញ្ហានោះគឺវាតាក់ទងទៅនឹងការបេះដូងយើងធ្លាក់ចុះគុណភាពផលិតភាពនិងប្រសិទ្ធភាពការងារគឺវាថយចុះដែរ